សួស្តីបងប្អូនទាំងអស់គ្នាគឺថ្ងៃហ្នឹងគឺនាំអារម្មណ៍បងប្អូនមកមើលផ្សារនៅក្នុងប្រទេសជប៉ុនណាហើយសម្រាប់ផ្សារនេះផងដែរគឺលក់ច្រើនបងប្អូនហើយតម្លៃធូរថ្លៃទៀតហើយសម្រាប់តម្លៃវិញគឺអាចនិយាយបានថាគឺវាខុសគ្នាជាមួយនឹងផ្សារផ្សេងសម្រាប់ផ្សារនេះគឺមានផ្លែឈើគ្រប់មុខហើយមានត្រីសាច់ល្អស្រស់ៗដូចបងប្អូនបានឃើញអញ្ចឹងសម្រាប់ផ្លែឡុកវិញបងប្អូនហើយធំល្អប៉ុន្តែមួយតម្លៃយ៉ាងកែដែរបើគិតជាលុយដុល្លារទៅវាយ៉ាងថ្លៃដែរហ្នឹងហើយមានប័រមានបន្លែផ្លែឈើផ្សេងទៀតហើយសម្រាប់ផ្សារនេះផងដែរបងប្អូនក្នុងប្រទេសជប៉ុនគឺអាចស្គាល់ហើយគេហៅផ្សារតាជាយ៉ាហើយផ្សារនេះសម្រាប់បន្លែផ្លែឈើអីផ្សេងគឺស្រស់ៗ ហើយវាមានម៉ោងវាចូលដែរបើសិនជាយើងទៅម៉ោងរៀងថ្ងៃយើងច្រើនបន្តិចគឺចាប់ផ្ដើមអស់ហើយអញ្ចឹងបានតែទៅពីព្រឹកទេហើយសម្រាប់ផ្លែឈើឬក៏ហើយពេលដែលខ្ញុំទៅម្ដងគឺខ្វះកជាងគេគឺគ្រឿងសាច់ហ្នឹងហ្មងដូចជាបាគាមឹកហើយសាច់សាម៉ុនសាច់អីផ្សេងហ្នឹងជាពិសេសគឺខាងម្ហូបសាច់គឺវាធូរថ្លៃហើយសម្រាប់បងប្អូនដែលគាត់ចង់ទៅផ្សាររកផ្សារនៅជិតៗហ្នឹងហើយមានតម្លៃធូរថ្លៃអាចទៅតាជាយ៉ានេះបានបងប្អូនអាចវាយតាម app ក៏បានអីក៏បានដែរ គឺវាមានតម្លៃសមរម្យហើយមកដូចក្នុងរូបទៅនឹងអញ្ចឹងហើយសម្រាប់បងប្អូនដែលគាត់ចូលចិត្តញ៉ាំក្តាមប្រភេទក្តាមយក្សមឹកយក្សហ្នឹងគឺអាចទៅរកនៅតែជាយក្សហ្នឹងបានមានបកកមានមឹកមានញៀវគឺវាមានរៀងច្រើនដែរអញ្ចឹងណាហើយក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូននិងអូនៗដែលចង់ទៅអីគឺអាចទៅបានណាសម្រាប់ផ្សារដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺឈ្មោះតាជាយក្សហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងអូខេបាយបាយ